วิธีសង្គ្រោះបឋមចំពោះការក្រិចអូគាត់ដូចជាក្រិចដៃហើយមើលទៅដូចជាឈឺណាចំពោះការក្រិចយើងត្រូវតែព្យាបាលដោយប្រើប្រាស់វិធីសាស្ត្រ RICE ដែលត្រូវបានគេប្រើជាទូទៅដើម្បីពន្លឿនការព្យាបាលកាត់បន្ថយការឈឺចាប់និងការហើម RICE ជាភាសាខ្មែរមានន័យថាបាយអញ្ចឹងមានន័យថាការញ៉ាំបាយអាចជួយព្យាបាលការក្រិចថ្លោះបានមែនទេមិនមែនទេវាគឺជាវិធីសង្គ្រោះបឋមមួយដែលមានពាក្យកាត់ពី phrase ការដាក់កន្លែងរបួសឲ្យសម្រាក ice ការស្អំទឹកកក compression ការរុំរបួសនិង elevation ការដាក់ផ្ងើយមុខរបួសអញ្ចឹងនេះច្បាស់ជាការដាក់កន្លែងរបួសសម្រាប់ហើយបន្ទាប់មកគាត់កំពុងតែរៀបចំទឹកកកដើម្បីស្អំមុខរបួសមិនត្រឹមតែទឹកកកមួយមុខទេគេត្រូវលាយជាមួយទឹកផងដែរយកកញ្ចប់ទឹកកកនោះមកស្អំប្រហែល20នាទីដើម្បីកាត់បន្ថយការហើមមិនត្រូវយកទឹកកកមកស្អំដោយផ្ទាល់នៅលើស្បែកទេពីព្រោះវាអាចធ្វើឲ្យអ្នករងរបួសដោយសារការត្រជាក់ខ្លាំងពេកបន្ទាប់មកសូមរុំកន្លែងរបួសឲ្យតឹងដោយបង់រុំឬក្រណាត់ដោយប្រើវត្ថុរឹងដូចជាទស្សនាវដ្តីក្រដាសកាតុងឬបាច់កាសែតមកអមជាមួយចុះពេលនេះគេកំពុងតែធ្វើអ្វីវាជាការដាក់ផ្ងើយមុខរបួសណាត្រូវលើកផ្នែកដែលរងរបួសឲ្យនៅខាងលើកម្រិតនៃបេះដូងដើម្បីកាត់បន្ថយការហើមនិងការឈឺចាប់ប្រសិនបើគ្មានក្រមាឬកន្សែងរុំរបួសទេអ្នកអាចប្រើថង់ប្លាស្ទិកជំនួសក្នុងការផ្ងើយមុខរបួសបានពេលនេះខ្ញុំបានយល់ពីវិធីសាស្ត្រRICEហើយមិនត្រូវម៉ាស្សាកន្លែងដែលក្រិចទេណាបន្ទាប់ពីធ្វើការសង្គ្រោះបឋមបែបនេះរួចសូមធ្វើការបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យជំនាញដែលនៅជិតបំផុតសម្រាប់ការពិនិត្យឬព្យាបាលបន្ថែម